ឲ្យតែឃើញមេឃភ្លៀងមកម្ដងគឺដឹងតែនឹកដល់ផ្ទះហើយព្រោះអីធ្លាប់ទៅនៅផ្ទះឲ្យតែមេឃភ្លៀងគឺដឹងតែរត់ទៅត្រង់ទឹកដាក់ពាងរត់ទៅក្របអីវ៉ាន់រត់ទៅកាប់ដីប្រហូតទឹកដើម្បីកុំឲ្យទឹកលេចក្រោមផ្ទះហើយបន្ទាប់ពីមេឃរាំងភ្លៀងហើយគឺដឹងតែនាំគ្នាទៅរើសស្វាយទុំយកមកហូបស្វាយទុំវិញគឺសបោស្វាយចេកជាមួយនឹងស្វាយបកគួយខ្លាំងមែនតើនៅពេលដែលមេឃភ្លៀងអញ្ចឹងគឺខ្យល់បក់មករៀងខ្លាំងអញ្ចឹងទៅគឺស្វាយទុំជ្រុះពេញទឹកពេញដីហើយស្វាយទុំដែលខ្ញុំទៅរើសហ្នឹងគឺនៅភូមិចាស់ពុកម៉ែបងប្អូនគឺដែលអ្នកភូមិហៅថារោងយីកេប៉ុន្តែខ្ញុំអត់ដឹងថាហៅតាំងពីជំនាន់ណាទេប៉ុន្តែពេលដែលខ្ញុំកើតហើយគឺខ្ញុំឮចាស់គាត់ហៅរោងយីកេដល់បច្ចុប្បន្នអញ្ចឹងខ្ញុំក៏ហៅតាមគាត់ទៅហើយរោងយីកេហ្នឹងគឺអត់មាននៅណាឆ្ងាយតែគឺនៅខាងលិចផ្ទះខ្ញុំចំនឹងឯងដើរតែ2ស្រែ3ស្រែគឺដល់ហើយចំពោះនៅរោងយីកេហ្នឹងវិញពេលដែលខែចូលឆ្នាំរួចអញ្ចឹងគឺគេមានធ្វើកម្មវិធីបុណ្យអញ្ចឹងណាពុកម៉ែបងប្អូនហៅថាបុណ្យឆ្លងខែចែកអញ្ចឹងទៅធ្វើដូចតែនៅវត្តដែរតែគឺមានចង្ហាន់មានអីប្រគេនព្រះសង្ឃអីជាដើមហើយក៏មានដូចជាពិធីសុំទឹកភ្លៀងអីដែរពុកម៉ែបងប្អូនហើយមានដូចជាលេងតន្ត្រីលេងអីអញ្ចឹងដែលគេហៅថាបុណ្យភូមិហើយពេលដែលរដូវច្រូតកាត់វិញគឺចាប់ផ្ដើមធ្វើបុណ្យភ្នំស្រូវហើយពេលដែលមេឃភ្លៀងអញ្ចឹងគឺអត់មានទៅណាទៅណីឆ្ងាយតែពុកម៉ែបងប្អូនគឺដើរឬខ្ចង់នៅខាងលិចផ្ទះនឹងឯងដោយសារតែសបោខ្លាំងមែនតើព្រោះអីនៅលិចផ្ទះគឺសបោស្រែហើយមានបឹងអញ្ចឹងទៅគឺសបោខ្ចង់ខ្ចៅអញ្ចឹងណាពេលដែលមេឃរាំងភ្លៀងអញ្ចឹងទៅគឺខ្ចង់ចេញតាមរុនក្តាមអីហ្នឹងគឺចេញមកតាមរុនអស់ហើយពេលខ្លះគឺដើររកត្រីក៏មានដែរពេលដែលមេឃរាំងភ្លៀងអញ្ចឹងទៅគឺត្រីឡើងតាមវាលស្រែតាមភ្លឺស្រែគឺសបោត្រីកាញ់ត្រីក្រាញ់ត្រីផ្ទក់ណាពុកម៉ែបងប្អូនហើយពេលហ្នឹងគឺនៅក្មេងៗដែរពេលហ្នឹងឲ្យតែមេឃភ្លៀងគឺដឹងតែនាំគ្នាដើររកខ្ចង់ដើររកខ្ចៅរកក្តាមអីយកមកស្ងោរហូបហើយយកមកត្រាំទឹកត្រាំអីហូបអញ្ចឹងណាពេលខ្លះយកខ្ចង់ដាក់អាំងបើប្រទេសក៏មានដែរដោយសារនៅក្មេងៗគឺអត់សូវមានលុយចាយអត់សូវអីទេអញ្ចឹងថ្ងៃឡើងបន្ទាប់ពីហូបបាយរួចរាល់ហើយគឺនាំគ្នាទៅរើសសកៃថ្នោតយកមកទុកប្រកាត់ភ្លើងដាក់ដាំបាយដោយសារតែសកៃថ្នោតពេលប្រកាត់ភ្លើងទៅគឺឆេះល្អអញ្ចឹងណាហើយនាំគ្នាដើររើសតាមភូមិតាមអីតាមវាលស្រែចឹងទៅយកមកចងពយួរទឹកនៅក្រោយផ្ទះតាំងពីពណ៌គឺអត់មានអីតាំងពីពណ៌តែនៅក្មេងៗភាគច្រើនមានតែសកៃថ្នោតនឹងឯងចងពយួរទាំងខ្សែគឺច្រើនខ្សែខ្លាំងមែនតើរើសពេលខែប្រាំងចឹងទៅកុំឲ្យខែវស្សាពេលភ្លៀងមកគឺពិបាករើសដោយសារតែជាប់វាលស្រែចឹងទៅពិបាកជន់ស្រូវជន់អីចឹងណាហើយមួយទៀតគឺឲ្យតែខែភ្លៀងគឺដឹងតែនាំគ្នានេះឯពុកម៉ែបងប្អូនដោយសារតែខែភ្លៀងគឺពេលដែលភ្លៀងហើយអញ្ចឹងយប់ឡើងរាំងហើយពេលលឺហ៊ីងកែបយកមកអញ្ចឹងទៅគឺដឹងតែនាំគ្នាទៅរកហ៊ីងរកកែបឆ្លោះកូនឆ្ងើអីអញ្ចឹងណាមិត្តភ័ក្ដិអញ្ចឹងទៅនាំគ្នាទៅចង់មួយភូមិឲ្យពុកម៉ែបងប្អូនដើររកមើលកែបរកហ៊ីងអញ្ចឹងទៅហើយចាប់ហ៊ីងចាប់អីបន្តែយកកែបហ្នឹងយកមកប្រឡាក់យកអីយកមកជៀនពងហូបអញ្ចឹងណាដាក់ហាលអញ្ចឹងទៅហើយហ៊ីងអីហ្នឹងគឺយកមកដាំទឹកដាំអីស្រស់វះពោះហើយចាប់ដើមដាក់ជៀនដែរចំពោះហ៊ីងវិញគឺបាទតែខាងជៀនទេខ្ញុំមកជៀនអញ្ចឹងទៅក្រៀមគ្រាន់ឆ្ងាញ់បើថាឲ្យស្ងោរគឺអត់សូវចេះហូបប្រមាណទេដោយសារតែហ៊ីងគឺរៀងស្បែកវារៀងស្អិតដែរពេលចាប់ទៅគឺស្អិតពេញដៃហើយវីដេអូខ្ញុំថ្ងៃហ្នឹងគឺអត់មានអីច្រើនតែពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងទេហើយថ្ងៃនេះផងដែរពេលចេញបរៀនមកគឺធ្វើម្ហូបអត់មានម្ហូបអីច្រើនទេដូចជាពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តវីដេអូនេះខ្ញុំអីកុំភ្លេចចុច like follow page TikTok នេះខ្ញុំតែមួយផងដើម្បីទទួលបានវីដេអូថ្មីជាច្រើនទៀតហើយក៏អរគុណពុកម៉ែបងប្អូនដែរដែលបានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ